ពីដល់នេះដែរយើងនឹងមកសិក្សាជាមួយនឹងមេរៀន breaker block breaker block គឺវាកើតចេញពី order block តែពីរហ្នឹងផ្សេងគ្នាដំបូង order ចូលខ້ອຍទៅជា breaker អញ្ចឹងដូចនេះយើងនឹងមកដឹងទាំងអស់គ្នាថាហេតុអ្វី order block ហ្នឹងទៅជា breaker អូខេអញ្ចឹងមុននឹងយើងចូលទៅដល់ការរៀនរបស់យើងនឹងមកយល់ពីនិយមន័យនៃ breaker block អញ្ចឹង breaker block ខ្ញុំឲ្យនិយមន័យវាខ្លីៗ breaker block វាមានទូនាទីរុញរសិនទីផ្សារឲ្យប្រឆាស់ជាមួយនឹងលំហ order block អញ្ចឹងប្រឆាស់លំហជាមួយនឹង order block បែបណាយើងមកសិក្សានិយាយគ្នាជាមួយនឹងខ្ញុំនៅក្នុងវីដេអូនេះអស់គ្នាអូខេអញ្ចឹងយើងងាកមកមើលជាមួយនឹង order block អញ្ចឹងក្នុងមេរៀនមុនគឺយើងបានដឹងហើយថា order block ពេលដែលវាបង្កើតហើយវាមិនយក direction ទៅតាមលំហ order block ហ្នឹងមិនបានវាទៅជា breaker ទៅជា breaker បានលុះត្រាតែមាន candle bearish ចុះមកបដាច់បានន័យថាចុះមកបដាច់តម្លៃ order block bullish ហ្នឹងឬក៏យើងនិយាយថាចុះមក break ជាមួយ order block bullish ហ្នឹងអញ្ចឹងកាលណាដែលវា break បានន័យថា direction របស់វាត្រូវបានចុះមកហើយកាលណាដែលវា break ហើយកន្លែងនេះវាអត់ទៅជា order block ទេដំបូងត្រឹមនេះត្រឹមឡើងទៅប៉ុណ្ណេះវាជា order block ប៉ុន្តែកាលណាដែលវា break បែបនេះហើយគឺវាអត់ទៅជា order block ទេអញ្ចឹងត្រង់ដែលវា break ហ្នឹងវាទៅជា breaker អូខេអញ្ចឹងកន្លែង order block ហ្នឹង order block ត្រង់តែប៉ុណ្នេះដែលវាឡើងទៅទេប៉ុន្តែដល់ពេលដែលផ្សារចុះមក break ជាមួយ order block ហ្នឹងហើយកន្លែងនេះមិនមែនជា order block ទេកន្លែង order block ហ្នឹងមិនមែនជា order block ទេទៅជាអីវាទៅជា breaker អញ្ចឹងយើងមកធ្វើការសិក្សាទាំងអស់នេះអញ្ចឹងបើអានេះវាជា bearish order block មកកត់ណាវានឹងធ្វើការរុញ direction ទីផ្សារហ្នឹងឲ្យបន្តចុះមកទៅព្រោះវា bearish order block មេរៀន order block របស់យើងមិនបង្កើតឲ្យរុញ direction ទីផ្សារឲ្យយកលំហតាម order block ឬក៏រុញ direction ទីផ្សារឲ្យយកលំហតាមលំហចាស់ឲ្យប្រឆាស់ជាមួយលំហចាស់ប៉ុន្តែឥឡូវយើងនិយាយស្រួលយល់ order block បង្កើតហើយមិនរុញ direction ផ្សារឲ្យយកតាមលំហ order block ប៉ុន្តែពេលដែលវាឡើងមកដល់តម្លៃ order block នឹងម្ដងទៀតស្រាប់តែវាអត់បាន sweep ទេបែរវាទៅជា break អញ្ចឹង break មិន break ប្រកបជាមាន candle bullish មួយឡើងមកផ្ដាច់ body លើតម្លៃ order block ហ្នឹងហើយអត់អញ្ចឹងកាលណាដែលវាចូលលក្ខខណ្ឌ break ហើយកន្លែង order block នេះវាមិនមែនជា order block ទេ order block វាបង្កើតឡើងតែប៉ុណ្ណេះទេតែពេលអានេះ break order block នឹងដាច់ហើយកន្លែងនេះវាមិនមែនជា order block ទេប៉ុន្តែវាជាអីវាជា breaker block ចឹងដូចអ្វីដែលយើងបាននិយាយគ្នាមុនហ្នឹង breaker វាមានទូនាទីអីគេទូនាទីរបស់វាមិនរុញ direction ទីផ្សារឲ្យប្រឆាស់ជាមួយនឹង order អញ្ចឹង order block នេះ direction របស់វាចុះមកនេះអញ្ចឹងបើសិនជាវា break បានទៅជា breaker ហើយកន្លែងហ្នឹងវាទៅជា direction ទៅវាប្រកបណាស់មិនទៅជា direction ឡើងភាសាអីវារុញទីផ្សារប្រឆាស់លំហជាមួយនឹង order ឬក៏ពេលដែលផ្សារឡើងមកដល់វិញវាមានទូនាទីទប់ direction ទីផ្សារហ្នឹងខ្លាំងជាង order block ទៀតពេលដែលវាចុះមកហើយមានផ្សារមូលមកដល់តម្លៃហ្នឹងវិញវាមានទូនាទីហ្នឹងក្នុងការទប់ម្ដងទៀតហ្នឹងគឺខ្លាំងជាង order block អញ្ចឹងប៉ុន្តែគឺយើងអត់ចោលលក្ខខណ្ឌ sweep និងលក្ខខណ្ឌ break របស់យើងទេយើងនៅតែយកលក្ខខណ្ឌ sweep មកនិយាយចឹងអូខេអញ្ចឹងកន្លែងនេះបើសិនជាវា bullish ឡើងមកវិញមកដល់លក្ខខណ្ឌ sweep ឬក៏ break បើសិនជាវាចូលលក្ខខណ្ឌ break បែបនេះគឺយើងអត់អានេះអត់មានន័យទេប៉ុន្តែបើសិនជាវាចូលលក្ខខណ្ឌ sweep អញ្ចឹងកន្លែងហ្នឹង direction ភាគរយចង់ថា 90% គឺ direction នឹងបន្តចុះមកទៀតអូខេអញ្ចឹងបើសិនជាគ្នាយើងយល់ច្បាស់ពី breaker គឺយើងអាចប្រើបែបហ្នឹងទី1បង្កើតហើយរុញ direction ចុះយកមកមួយទៀតផ្សារមូលម្ដងហ្នឹងមើលលក្ខខណ្ឌ sweep គឺអាចធ្វើការរកឱកាសក្នុងការចូលដងទៀតបានអញ្ចឹងកន្លែងនេះខ្ញុំដាក់ថា sweep ព្រោះយើងភ្ជាប់ទៅមេរៀន sweep ខ្លះទៅប៉ុន្តែបើសិនជាយើងនិយាយពី breaker bullish អញ្ចឹងបើសិនជាលំហរបស់វា bullish អញ្ចឹងពេលដែលវា bullish ហ្នឹងគឺវា bullish ទៅវាត្រូវរបស់វាឯងប៉ុន្តែនៅពេលដែលផ្សេចុះមកវិញម្ដងទៀតដល់តម្លៃ breaker ហ្នឹងភាគរយនៅក្នុងការទប់ដើម្បីរុញ bullish ទៅវិញម្ដងទៀតគឺមានច្រើន
ប៉ុន្តែគឺយើងអត់ចោលលក្ខខណ្ឌស្អីគេលក្ខខណ្ឌដែលយើងអត់ចោលតែយើងអាចคลิกបានទេគឺគ្នាយើងត្រូវតែចងចាំហ្មងលក្ខខណ្ឌដែលយើងអត់ចោលគឺលក្ខខណ្ឌ sweep បើវា break ហើយគឺយើងមិនបាច់លេងទេតែបើសិនជាវា sweep អូខេអញ្ចឹងគឺយើងអត់អាចចោលលក្ខខណ្ឌ sweep នឹងបានទេមិនថា sweep ប្រមាណភាគរយដូចមាន range sweep របស់យើងហ្នឹងអញ្ចឹងគឺឲ្យតែវាចូលលក្ខខណ្ឌ sweep គឺយើងអាចផ្ដល់ឱកាសដើម្បីចូលលេងបានទេអូខេអញ្ចឹងកន្លែងនេះខ្ញុំសូមទូកមួយកន្លែងនេះដាក់ថា sweep អញ្ចឹងយើងភ្ជាប់វាទៅមេរៀនចាស់ខ្លះអូខេអញ្ចឹងបើសិនជាគ្នាយើងយល់អានឹងហើយគឺគ្នាយើងអាចទៅមើលលើវាផ្សារបានតែជាបាន SCB ហ្នឹងក៏វាជា order block ដែរអញ្ចឹងគ្នាយើងបាច់ឆ្ងល់ថា SCB ឬក៏ OB ទេឲ្យតែមានប្រភេទពួកហ្នឹងគឺវា order block ដូចគ្នាទេអញ្ចឹងពេលដែលវាបង្កើត order block បើសិនជាខ្ញុំនៃ order block ឡើងហ្នឹងវាមិនត្រូវយក direction តាម order block ដើម្បីឡើងប៉ុន្តែជាក់ស្ដែងបង្កើត order block បានហើយខេដបន្ទាប់បក order block ហ្នឹងទៅជា breaker ដោយសារអី order មាន candle មួយនេះវាអាចចុះ break ជាមួយនឹង order block របស់វានេះពេលដែលវាទៅជា breaker វាចុះមកពេលដែលផ្សារឡើងមកដល់តម្លៃ breaker នឹងម្ដងទៀតវាទប់តម្លៃដើម្បីរុញចុះមកទៀត